ឡូសួស្តីអ្នកគ្នាខ្ញុំមីកាហើយយើងនឹងបន្តសាច់រឿង Windbreaker របស់យើងទៀតហើយនៅក្នុងវីដេអូនេះខ្ញុំនឹងអត់ check ស្ដាប់វាម្ដងទៀតនោះទេចឹងហើយខ្ញុំដាក់តាមហ្នឹងណាអ្នកគ្នាអីដែលខ្ញុំអាចប្រែបានគឺយើងនឹង edit រូបភាពឲ្យមាន keyframe អូខេចាប់ផ្ដើមនៃខ្សែរឿងយើងក៏បានឃើញអ្នកជីកង់2នាក់ដែលគេដាក់ឲ្យយើងមើលលេងកំសាន្តនោះទេនៅពេលនេះគណៈកម្មការក៏បាននិយាយថាកំពុងមនុស្ស Super Rocket មកពីក្រុម Hummingbird គឺគាត់អត់បានជិះនៅថ្ងៃនេះទេយ៉ាប់មែនតើអាក្រក់ណាស់ដល់ Super Rocket នឹងគឺគេសំដៅទៅលើ J ណាសម្រាប់ fan ដែលអត់ទាន់ដឹងគណៈកម្មការក៏និយាយបន្តទៀតថាមែនហើយគឺគាត់ចង់ឃើញ J នឹងគឺប៉ះជាមួយនឹងក្រុម Monster ណាចឹងហើយបានជាគាត់លោថាយ៉ាប់មែនអាក្រក់ណាស់អីចឹងទៅហើយគណៈកម្មការក៏និយាយទៀតថាប្រហែលជាក្រុម Monster នឹងមកដល់មុនគេទៀតហើយនៅពេលវេលានេះគាត់ជឿជាក់ហ្មងថាក្រុម Monster ប្រកាសជាឈ្នះតែម្ដងហើយក៏មានសលេងមួយទៀតមិនដឹងថាសលេងគណៈកម្មការឬក៏សលេងទស្សនិកជនទេបាននិយាយថាតើឯងបានឃើញកង់របស់ក្រុម Gohot វាជា TR machine ហើយមានស្គាល់ទេមិនដឹង TR machine អីនោះទេ staff ដែលជាបុគ្គលិកបាននិយាយថាលើនេះការប្រណាំង Group A នឹងចាប់ផ្ដើមនៅពេលបន្តិចទៀតនេះអ្នកជីទាំងអស់សូមត្រៀមខ្លួននៅបន្ទាត់ចាប់ផ្ដើមហើយយើងមើលមក Minu គាត់ក៏កំពុងគិតដែរហើយគាត់ក៏បាននឹកឃើញអតីតកាលមុនពេលចាប់ផ្ដើមការប្រកួតនឹងគាត់បាននិយាយទៅដំថាដំតោះធ្វើបែបនោះឯងខ្លាំងនឹងល្អក្នុងការប្រយុទ្ធជាងយើងដូច្នេះឯងត្រូវតែបំបែកផ្លូវទៅមុនយើងនឹងជិះពីក្រោយអ្នកដតីហើយនឹងជិះទៅគៀឯងមិនគៀឯអ្នកគ្នាប្រៀបថាជិះឲ្យហួសដំហ្គេងអញ្ចឹងណាមីនូនិយាយអត់អស់ទេគាត់និយាយទៀតថាបើសិនជាវាមិនដំណើរការទេឯងធ្វើមិនក៏ដោយជិះឲ្យលឿនតាមដែលឯងអាចធ្វើបានទៅហើយកុំខ្វល់ពីយើងនឹងព្យាយាមទប់ស្កាត់មនុស្សដែលនៅពីក្រោយឯងកុំឲ្យពួកគេដេញតាមតាន់ឯងចឹងមានន័យថាបើសិនជាគម្រោងទី1ដែលគាត់ដេញតាមដំហ្គេងអត់បាននោះទេប្រៀបថាមានគេបិទគាត់ឬក៏បញ្ហាអីចឹងណាគឺគាត់ឲ្យដំហ្គេងនឹងខំប្រឹងជាអស់ពីសមត្ថភាពទៅចំណែកឯគាត់នឹងបិទអ្នកនៅខាងក្រោយកុំឲ្យអ្នកខាងក្រោយនឹងដេញតាមដំហ្គេងតាន់មីនូនិយាយអត់អស់ទេគាត់និយាយទៀតថាក្រុមដតីទៀតអាចនឹងប្រើយុទ្ធសាស្ត្រស្តៀងគ្នាទៅនឹងក្រុមរបស់យើងដែរហើយគាត់និយាយទៀតនឹងគឺចង់បានន័យថាអ្វីដែលជាផ្នែកសំខាន់នឹងគឺទៅដល់ផ្លូវកែងអាចនឹងមានបញ្ហាអាចនឹងមានអ្នកលួចធ្វើបាបអីចឹងណានេះអ្នកគ្នាយល់អញ្ចឹងដល់កន្លែងផ្លូវកែងនឹងគឺវារៀងមានគ្រោះថ្នាក់អាចនឹងមានការបុកគ្នាអញ្ចឹងទៅដើម្បីផលប្រយោជន៍រៀងៗខ្លួនចឹងហើយបានជាមីនូគាត់និយាយថាគឺគាត់អត់ច្បាស់លាស់ទេនៅកន្លែងហ្នឹងលើមីនូគាត់និយាយទៀតថាសូមប្រកាសថាពួកយើងនឹងដឹងអំពីរឿងទាំងពីរនេះហើយរក្សាជំហររបស់ពួកយើងឲ្យស្ថិតស្ថេរនៅពេលដែលកំពុងជិះហ្នឹងបានន័យថាពួកគាត់ត្រូវតែកុំឲ្យមានបញ្ហាអីកើតឡើងអញ្ចឹងណាដំហ្គេងគាត់ថាអូខេហើយចាំមើលថាលទ្ធផលនៃការប្រណាំងតើវាយ៉ាងម៉េចឯងនឹងអាចវ៉ាមកខាងមុខខ្ញុំបានឬក៏ខ្ញុំប្រឹងជិះឲ្យដាច់ជើងចោលតិចអ្នកគ្នាអត់យល់ដំហ្គេងគាត់និយាយលេងតែនិយាយលេងបែបមែនតើណាគឺបានន័យថាបើសិនជាគម្រោងទី1របស់មីនូបរាជ័យគឺអត់អាចដេញតាមតនគាត់ឬក៏អត់អាចជិះមកមុខគាត់បានទេគឺគាត់នឹងជិះដាច់ជើងចោលតែម្ដងវាអញ្ចឹងឯងមីនូក៏គាត់និយាយទៀតថាហើយមិនមានរឿងអីនិយាយទៀតទេដែលមនុស្សទាំងអស់នឹងអាចនឹងធ្វើបានន័យថាមីនូអត់ដឹងទេថាមនុស្សទាំងអស់នឹងអាចនឹងធ្វើអីអញ្ចឹងណាចឹងហើយបានជាគាត់និយាយថាគឺគាត់អត់អាចនិយាយអីបានទេហើយពិសេសសម្រាប់យើងហ្មងគឺយើងសង្ស័យទៅលើ Team Ghost អាចនឹងសងសឹកអីចឹងណាមីនូក៏គាត់ប្រហែលជាគិតបែបហ្នឹងដែរហើយឥឡូវគាត់ក៏បានមើលទៅវាងយន់មែនគាត់ក៏បាននិយាយប្រាប់ដំហ្គេងបន្ថែមទៀតថាដូច្នេះព្យាយាមចេញឲ្យឆ្ងាយពីពួកអាសត្វចង្រៃនឹងតាមដែលយើងអាចធ្វើបានចឹងច្បាស់ហើយមីនូគឺខ្លាចវាងយន់ចាំសងសឹកនៅក្នុងការប្រកួតនឹងឯងឥឡូវយើងកាត់មកបច្ចុប្បន្នវិញយើងក៏បានឃើញមីនូគាត់ងាកមើលដំហ្គេងក៏បានជូនពរថា good luck អីចឹងទៅដំហ្គេងលើកមេដាយឲ្យមីនូក៏លើកមេដាយឲ្យវិញដូចគ្នាអ្នកគ្នាក៏គួរតែឲ្យមេដាយអត់មានមួយដែរសលេងមេក្រូក៏ប្រកាសឥឡូវហ្នឹងការប្រណាំង Group A នឹងចាប់ផ្ដើមយើងក៏បានឃើញប្រហែលជា Monster គេត្រៀមខ្លួននឹងឯងចំណែកឯ Stars ដែលជាបុគ្គលិកក៏បាននិយាយថា5វិនាទីរហូតដល់ការចាប់ផ្ដើមមីនូក៏គិតក្នុងចិត្តថាម៉ៃខ្ញុំស្បត់ថាខ្ញុំនឹងរក្សាការសន្យារបស់ខ្ញុំចំពោះនាងនៅថ្ងៃនេះដូច្នេះអូនត្រូវប្រកាសថានឹងរក្សាខ្លួនឯងបានផងដែររក្សានឹងរបៀបថាមើលថែខ្លួនឯងឬក៏យកឈ្នះខ្លួនឯងបានផងដែររបៀបចឹងណាដោយសារតែម៉ៃរបស់យើងរៀងបាក់ទឹកចិត្តចឹងណាចឹងហើយមើលទៅមីនូប្រហែលជានិយាយក្នុងន័យហ្នឹងលើបុគ្គលិកក៏បានលើកកំភ្លើងទៅលើនឹងបាននិយាយថាត្រៀមខ្លួនយើងក៏បានឃើញក្រុមរបស់ Monster ដែលមាន Monster ជាមួយនឹងសមាជិកម្នាក់ទៀតយើងក៏បានឃើញក្រុម Hummingbird ដែលមានដំហ្គេងជាមួយនឹង Minu ហើយយើងក៏បានឃើញក្រុមរបស់វាងយន់ដែលជាក្រុម Ghost នឹងក៏មានវាងយន់ជាមួយនឹងមិត្តភ័ក្តិរបស់គេហើយនឹងក្រុមមួយទៀតដែលយើងមិនទាន់ស្គាល់ច្បាស់នោះទេគឺមានឈ្មោះថា Anti Wind Crew បកប្រែជាខ្មែរក្រុមនេះវើកប្រឆាំងខ្យល់មិនទេហើយនឹងមានក្រុមផ្សេងៗទៀតដូចជា Stabilize Crew នឹងមានក្រុមឈ្មោះស្តៀងសប៉ុនមួយទៀតថា Subarashi Crew ហើយនឹងក្រុមចុងក្រោយដែលមានពណ៌ផ្ទៃមេឃគឺលយមែនតែនគឺមានឈ្មោះថា GT Crew គឺឈ្មោះខ្លីខ្លាំងមែនតែនលើ Star ដែលជាបុគ្គលិកក៏បានស្រែកថាចាប់ផ្ដើមហើយបន្ទាប់មកក្រុមនិវឹកទាំងអស់ក៏បានចាប់ផ្ដើមការប្រកួតរួមជាមួយនឹងសលេងគណៈកម្មការក៏បាននិយាយការប្រណាំងរបស់ Group A បានចាប់ផ្ដើមហើយក្រុមនីមួយៗកំពុងតែប្រយុទ្ធដើម្បីរកទីតាំងល្អពីដំបូងក្រុមនិវឹក3សាច់បាននៅពីក្រោយគេនៅពេលដែលកំពុងចាប់ផ្ដើមដោយតែយើងដឹងនឹង Monster Gear របស់គាត់ធំចឹងហើយដំបូងគឺគាត់អត់សូវលឿនទេចំណែកឯគណៈកម្មការក៏បានចាប់អារម្មណ៍ទៅលើវាងយន់គាត់ក៏បាននិយាយថា
ម្យ៉ាងវិញទៀតក្រុមនិវត្តខ្មោចកំពុងតែចាប់ផ្ដើមជីកាត់អ្នកផ្សេងទៀតហើយមានន័យថាវាងយន្តដែលនៅក្នុងក្រុមហ្គោនឹងកំពុងអាជីវ៉ាអ្នកដតីទៀតហើយវាងយន្តក៏បានគិតក្នុងចិត្តថា KAMM Time Frame នឹងប្រកាសជាដំណើរការខុសគ្នាហើយគាត់ចង់និយាយទៅលើតួកង់តែមានមិនសូវខ្វល់នោះទេរឿងហ្នឹងដ្រូនក៏បានចាប់យករូបវាងយន្តមើលទៅដូចជាគេចាប់អារម្មណ៍ទៅលើវាងយន្តមែនតើហើយនៅពេលដែលដ្រូនចាប់យករូបភាពរបស់គេអញ្ចឹងទស្សនិកជនក៏បាននិយាយអញ្ចឹងណានិយាយពីកង់គេអញ្ចឹងទៅតែឥឡូវយកមកមើលក្នុងក្រុមរបស់គេក៏បាននិយាយថាប្រកាសណាវាងយន្តហាក់ដូចជាលឿនជាងមុនបន្ទាប់ពីបានបដូរកង់របស់គាត់មែនអត់គេក៏បាននិយាយទៅគ្នារបស់គេម្នាក់ទៀតនៅឈើក្បែរហ្នឹងចំណាម្នាក់ហ្នឹងក៏បាននិយាយវិញថាគ្មានអ្វីដែលអាចឈ្នះលុយនោះទេមនុស្សមិនចំណាយលុយទៅលើវត្ថុថ្លៃៗដោយគ្មានហេតុផលទេត្រូវអ្នកគ្នានិយាយទៅមនុស្សយើងមិនចំណាយលុយទៅលើរឿងអត់ប្រយោជន៍នោះទេវាប្រកាសជាមានហេតុផលនៅពីក្រោយហើយគ្រាន់តែហេតុផលហ្នឹងសមរម្យឬក៏អត់តែប៉ុណ្ណឹងហើយយើងក៏បានឃើញជ័យគាត់ក៏បានឈើមើលដូចគ្នាហើយយើងមកមើលនៅក្នុងថ្នាក់វិញក៏មានអ្នកមើលដូចគ្នានៅក្នុងថ្នាក់សាលាសានីណាភ្លេចបច្ចៈមានសិស្សមើលរៀងច្រើនដែរហើយគេនិយាយស្អីៗខ្លះទេតែវាអត់សូវគួរឲ្យចាប់អារម្មណ៍មានតែពាក្យមួយម៉ាត់ចុងក្រោយទេដែលគេនិយាយមករៀងគួរឲ្យចាប់អារម្មណ៍គេបាននិយាយថាតើជ័យនៅណាអូយអត់សប្បាយចិត្តសោះហ្មងនៅពេលដែលបានឃើញព្រះនៃកង់មហាសញ្ញារបស់ជ័យយើងអ្នកគ្នាគឺឈ្មោះព្រះនៃកង់តែម្ដងហើយពួកគេក៏និយាយអំពីជ័យចឹងទៅតែជ័យឈប់សម្រាប់ថ្ងៃហ្នឹងមែនអ្នកខ្លះទៀតក៏ឆ្ងល់ថាតើជ័យនឹងបានចូលរួមការប្រកួតអត់អីចឹងណាតែនៅពេលនោះក៏មានសលេងមួយបាននិយាយថាការប្រណាំងបានចាប់ផ្ដើមហើយតាដោយនោះគឺជាម៉ៃជាមួយនឹងយូណាណាម៉ៃថាតើមីនូនឹងដំកំពុងជិះថ្ងៃហ្នឹងទៀតហ្នឹងយូណាថាគឺនាងសង្ឃឹមថាពួកគេនឹងមិនចប់ដោយគ្មានគ្រោះថ្នាក់ណាមួយនោះទេនិយាយទៅនាងក៏បារម្ភដែរហើយយើងក៏បានឃើញសិស្សម្នាក់ហ្នឹងក៏បាននិយាយថាតើនាងមកសាលាថ្ងៃហ្នឹងហើយម៉ៃហើយក៏មានអ្នករាក់តាក់ម៉ៃរៀងច្រើនដែរហេម៉ៃអូនោះគឺជាម៉ៃតែអញ្ចឹងណាចំណែកម៉ៃរបស់យើងក៏ហេហ្គាយអញ្ចឹងទៅសួស្ដីអញ្ចឹងណាតែយើងក៏បានឃើញក្រុម hater ហ្នឹងក៏មិនសូវពេញចិត្តនោះទេក្រុម bully ហ្នឹងចាំទៅទៅហ្មងហើយគេបាននិយាយច្រើនមែនតើគេនិយាយថាមើលទៅនាងបង្ហាញមុខនៅសាលាដូចជាមិនមានរឿងអីកើតឡើងចឹងបន្ទាប់ពីបរិះនោះមកហើយបានដោះស្រាយរឿងអ្វីគ្រប់យ៉ាងកាលពីម្សិលមិញបានដោះស្រាយរឿងម៉ៃអីគ្រប់យ៉ាងកាលពីម្សិលមិញចឹងណាវាចឹងឯងម្នាក់ទៀតថាដឹងនិយាយថាមិនទេអ្នកគ្នាលីពាក្យជេចឹងយើងគុំទៅខ្វល់យើងក៏បានឃើញម៉ៃនាងកំពុងតែអង្គុយមើលការប្រណាំងហ្នឹងប៉ុន្តែក្នុងចិត្តរបស់នាងនឹងគឺបានទិញថាកុំខ្វល់ពីពួកគេគ្រាន់តែកុំខ្វល់ពីពួកគេកុំខ្វល់ពីពួកគេចឹងណាបើអ្នកទាំងអស់គ្នាយល់ទេគឺនាងនឹង ignore ចំពោះអ្នកដែលមើលងាយនាងចឹងណាគឺមិនខ្វល់ពីពួកនឹងព្យាយាមមិនខ្វល់ពីពួកនឹងតែម្ដងនាងក៏បានមើលទូអំពីការប្រណាំងនឹងចំណែកគណៈកម្មការក៏បាននិយាយអីចឹងទៅអ្នកជីកំពុងតែចាប់ផ្ដើមធាក់ឈ្នន់យ៉ាងខ្លាំងបន្ទាប់ពីនៅពីក្រោយអីចឹងទៅម៉ៃថា good luck ប្រហែលនាងនិយាយទៅឲ្យមីនូហើយយើងក៏បានឃើញមីនូក្នុងកញ្ចក់ទូនឹងដូចគ្នាមីនូក៏គិតក្នុងចិត្តថាខ្ញុំមិនគួរប្រើកម្លាំងច្រើនពេកទេនៅដំណាក់កាលដំបូងនៃការប្រណាំងបែបនេះតែពេលនោះមីនូក៏បានចាប់អារម្មណ៍ហេឆ្ងល់ណាគាត់ងាកទៅក្រោយទៅគឺបានឃើញដំហ្គេងមកក៏បាននិយាយថាមីនូសុំទោសវារៀងលំបាកសម្រាប់ការជិះប៉ុន្តែត្រូវគិតពីយុទ្ធសាស្ត្ររយៈពេលជិះនេះវិញវាពិតជាពិបាកណាស់ហើយដំហ្គេងក៏នៅនិយាយទៀតថាទោះជាយ៉ាងណាក៏ដោយបើសិនជាពួកយើងត្រូវបានជាប់នៅខាងក្រោយអញ្ចឹងខ្ញុំគ្រាន់តែទៅឲ្យផុតហើយបើនិយាយស្រួលទៅការពិតទៅគឺចូលតម្រងទី1និយាយទៅចូល plan ទី1របស់មីនូហើយគឺត្រូវឲ្យដំហ្គេងនឹងជិះទៅមុនគាត់លើដំហ្គេងក៏បានជិះវ៉ាមីនូនឹងបាននិយាយថាសំណាងល្អណាស់បើឯងចង់មានរឿងជាមួយពួកហ្នឹងកុំយល់ច្រឡំគឺបានន័យថាបើសិនជាមីនូចង់បិទពួកគេចឹងណាគេប្រើពាក្យ fighting គឺប្រយុទ្ធគ្នាអញ្ចឹងបើសិនជាមីនូចង់មានការប្រយុទ្ធសំណាងល្អអីចឹងទៅហើយដំហ្គេងក៏និយាយមកខ្លួនឯងទៀតថាបុរសពិតមិនបាច់និយាយអីច្រើនទេគ្រាន់តែផ្ដោតទៅលើលបឿនហើយលឿនគាត់និយាយទៅខ្លួនឯងណាអ្នកគ្នាលើយើងក៏បានឃើញអ្នកជិះហ្នឹងគឺច្រើនខ្លាំងមែនតើហើយយើងក៏បានឃើញក្រុម monster ដូចជានៅក្រោយគេដបងណាក្រុមពណ៌ផ្ទៃមេឃដែលជាក្រុម GT Crew នឹងក៏បាននិយាយឌឺថាគេនិយាយឌឺទៅ team of monster ថាតើអ្នកទាំងអស់ហ្នឹងមកពីក្រុម monster មែនមើលទៅដូចជាអត់សូវស្រួលទេថ្ងៃហ្នឹងពួកគេជាអាក្រក់ជាងខ្ញុំរំពឹងទុកទៀតគេនិយាយឌឺមកឥឡូវយើងមកមើលដំហ្គេងវិញយើងក៏បានឃើញវាងយកនៅពីក្រោយគាត់ហើយក៏មានក្រុមផ្សេងទៀតចឹងទៅពួកគេនឹងក៏បានស្រែកនឹងស្អីខ្លាំងនោះទេតែយើងកុំទឹកខ្វល់យើងក៏បានឃើញវាងយន្តគេក៏បាននិយាយថាមនុស្សល្ងងទាំង3នោះមិនដឹងមិនទេតែយើងក៏បានឃើញមីនូគាត់គិតក្នុងចិត្តដែរថាខ្ញុំដឹងថាគេនឹងធ្វើបែបនេះតែគេនឹងចង់ធ្វើយ៉ាងណានៅពេលក្រោយហើយបានន័យថាមីនូគឺគាត់ដឹងថាវាងយន្តគឺគ្មានបំណងល្អនោះទេតែគាត់អត់ដឹងទេថាវាងយន្តនឹងធ្វើវិធីបែបម៉េចដើម្បីធ្វើបាបពួកគាត់លើមីនូក៏និយាយទៀតថាខ្ញុំគិតថាពួកយើងមានការព្រួយបារម្ភជាច្រើនពីរឿងខាងក្រោយជាជាងនៅខាងមុខឥឡូវហ្នឹងបានន័យថាគឺរឿងដែលគួរឲ្យព្រួយបារម្ភហ្នឹងគឺនៅខាងក្រោយនោះទេនៅខាងមុខដែលអ្នកជិះទៅមុនហ្នឹងគឺអត់សូវបញ្ហាធំដូចនៅខាងក្រោយទេហើយនៅពេលនេះក្រុមរបស់ Monster ក៏បានចាប់ផ្ដើមថាមពលរបស់គេហើយគេចាប់ផ្ដើមបញ្ចេញមហាទិដ្ឋិជាបិសាចមកទៀតហើយចឹងហើយមីនូនិយាយមិញហ្នឹងគឺចង់ផ្ដោតទៅលើ Monster ផងជាមួយនឹងវាងយន្តផងគឺសិតតែគ្រោះថ្នាក់ឯងហ្នឹង EP ទី59របស់យើងក៏បានកាត់ចោលទៅត្រឹមហ្នឹងតែវីដេអូ admin អត់ទាន់ចប់នោះទេយើងចូលមក EP ទី60
គឺនៅក្នុងការប្រណាំងដដាលនឹងឯងយើងក៏បានឃើញពួកគេទាំង3នាក់ហ្នឹងគឺខំប្រឹងខ្លាំងមែនតើយើងក៏បានឃើញដំហ្គេងនិងក្រុម2ទៀតកំពុងតែខិតខំជិះទៅខាងមុខហើយពួកគេក៏ចាប់អារម្មណ៍ហើយគឺមានផ្លូវកោងនៅខាងមុខហ្នឹងពេលអាវក្រហមដល់ពេលឃើញផ្លូវចឹងក៏បាននិយាយទៅដំថាវាដល់ពេលត្រូវការពៀក្នុងផ្លូវកោងហើយតែដំថាយើតែឯងគិតថាយើងនឹងបើកផ្លូវសម្រាប់ឯងទៅមែនហើយពួកគេក៏បានជិះកាច់កែងនឹងឯងអាពេលអាវពណ៌បៃតងគេក៏ចាប់ដើមអកសើហើយក៏បានស្រែកខ្លាំងមែនតើហើយនៅខាងមុខហ្នឹងក៏មានជាងមួយគឺគេចាប់ដើមភ័យហើយដោយសារតែគេនឹងគឺជិះខ្លាំងពេកធ្វើឲ្យគេអាចគ្រប់គ្រងបានទេនៅពេលនេះអាចគ្រប់គ្រងកង់មកហើយគេក៏ព្យាយាមស្គីតកង់នឹងដែរហើយដល់ពេលស្គីតចឹងអ្នកមកពីក្រោយនោះក៏ចាប់ដើមអកសើដូចគ្នាក៏បានស្រែកថាហេអាចឈួតមិនសុកទៅយឺតចឹងអោអញហើយចេញហើយដល់ពេលចឹងទៅពួកគេក៏បានដួលកង់ជាមួយគ្នានឹងឯងដោយសារតែពាក់អាវបៃតងនាំរឿងហ្មងតែយើងក៏បានឃើញដំហ្គេងរួមជាមួយនឹងពាក់អាវពណ៌ក្រហមយើងក៏បានឃើញវាញ់យន្តនិងកូនចៅរបស់គាត់ដូចគ្នាគេក៏បានជេរទៅអាអ្នកដួលហ្នឹងថាព្រោះល្ងងអើយយើងទៅតែចាប់ដើមការប្រណាំងសោះពួកគេបែបជាជាប់គាំងចឹងរបៀបថាទៅចាប់ដើមការប្រណាំងទេតែបែបជាជួបបញ្ហាចឹងហើយយើងមកមើលពីអ្នកនឹងវិញអាពាក់អាវបៃតងហ្នឹងថាម៉ែអើយវាឈឺហើយចំណែកអាពាក់អាវពណ៌ផ្ទៃនេះគាត់ថាដកដង្ហើមចឹងណាហើយយើងក៏បានឃើញទឹកមុខសមាជិកក្រុមរបស់គេនឹងជាមួយនឹងគណៈកម្មការក៏បានប្រកាសថាជាអកុសលក្រុមដែលមកពី Network Stabilize និងក្រុម GT បានធ្លាក់ចូលទៅក្នុងឧបទ្ទវហេតុមួយខណៈពេលកំពុងតែបត់កង់មកញ៉ោអ្នកគ្នាលើគណៈកម្មការក៏បាននិយាយទៀតថាមានមនុស្ស2នាក់ត្រូវបានកម្ចាត់ចោលហើយឥឡូវនេះមានមនុស្សម្នាក់ទៀតដែលនឹងចូលមកក្រោយគេនឹងត្រូវបានដកចេញចាំមកអ្នកគ្នាអ្នកដែលជិះមកក្រោយគេ3នាក់ត្រូវបានដកចេញចឹងហើយឥឡូវហ្នឹង2នាក់គឺត្រូវបានចាញ់បាត់ហើយនៅសល់តែម្នាក់ទេបើសិនជាម្នាក់ហ្នឹងទៅដល់ទីផ្ដាច់ព្រាត់ក្រោយគេនឹងត្រូវដកចេញដដែលនោះទេយើងក៏បានឃើញទស្សនិកជនក៏បានស្រែកថា Just I don't care ខ្ញុំអត់ខ្វល់ទេអ្នកគ្នាយើងមកមើលជូវ៉នវិញគេបាននិយាយថាដំពិតជា spin មកយ៉ាងលឿនតាំងពីពេលចាប់ផ្ដើមមកម៉េះហើយក៏និយាយទៀតថាអ្នកជិះផ្សេងទៀតហ្នឹងគឺកំពុងមានបញ្ហាដោយសារតែដំជិះយ៉ាងលឿននៅមុខគេជាមួយនឹងក្មេង2នាក់ទៀតចឹងណានិយាយស្រួលហ្មងគឺដំហ្គេងរបស់យើងនឹងបានជិះបាំងមុខគេជាមួយនឹងក្រុមមួយចំនួនទៀតដែលជិះស្មើជាមួយនឹងដំហ្គេងហ្នឹងពេលនេះជូនក៏បាននិយាយថាផ្លូវគឺនៅសល់ពាក់កណ្ដាលជាងទៀតតែគេមិនប្រើកម្លាំងពេលដែលចាប់ផ្ដើមនឹងហួសហេតុពេកទៅដឹងអីគាត់និយាយហ្នឹងគឺមានន័យថាពួកគេប្រើកម្លាំងច្រើនពេកនៅពេលដែលចាប់ផ្ដើមការប្រកួតហ្នឹងចឹងឲ្យខ្លាចអត់មានកម្លាំងពេលចុងបញ្ចប់មីនូក៏និយាយទៀតថាកុំប្រាប់ខ្ញុំឲ្យសោះថានោះគឺជាយុទ្ធសាស្ត្រដំជាមួយនឹងមីនូបានគិតមែនដឹងហើយពីលក្ខណៈសម្បត្តិរបស់មីនូគឺគាត់មិនអាចធ្វើយុទ្ធសាស្ត្រដ៏គួរអស្ចារ្យបែបនេះបានទេបានន័យថាតែនឹងគឺជាផែនការដំជាមួយនឹងមីនូមែនទាំងដែលដឹងហើយថាមីនូគឺគាត់អត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើផែនការរបស់គាត់នោះទេនិយាយចឹងមើលទៅដូចមើលងាយប៉ុន្តែជួនគឺគាត់យល់ពីមីនូគឺមីនូឈឺជើងណាលើជួនក៏និយាយទៀតថារឿងដែលអាក្រក់បំផុតនៅក្នុងការប្រកួតហ្នឹងគឺនៅកន្លែងកែងណាមិនថាពួកគេជិះនៅផ្នែកត្រង់ណានោះទេពួកគេត្រូវតែបន្ថយល្បឿននៅកន្លែងកែងហ្នឹងថយល្បឿនហើយបានប្រើច្បាប់រូបវិទ្យាបន្តទៅមុខឲ្យខ្លាំងអីចឹងទៅដោយត្រូវប្រើកម្លាំងខ្លាំងបន្ទាប់ពីបន្ថយល្បឿនហើយគឺត្រូវប្រើកម្លាំងខ្លាំងអីចឹងណាគឺដើម្បីបន្តទៅមុខទៀតជួនក៏និយាយទៀតថាដើម្បីសវាយនៅក្នុងការប្រកួតហ្នឹងគឺត្រូវគ្រប់គ្រងការប្រកួតរបស់យើងត្រូវគ្រប់គ្រងខ្លួនឯងបន្តមកទៀតហ្នឹងគឺត្រូវប្រើធម៌ពលនៅពេលដែលជិតដល់ទីផ្ដាច់ព្រាត់ចុងក្រោយហ្នឹងគឺត្រូវប្រើកម្លាំងមកអស់ហ្មងតែនឹងគ្រាន់តែជាអ្វីដែលជួនគាត់វិនិច្ឆ័យនោះទេលើជួនក៏និយាយទៀតថាតែបើដំនៅតែបន្តជីបែបហ្នឹងគាត់នឹងអស់កម្លាំងហើយនឹងនៅក្រោយគេម្ដងហើយគាត់ក៏និយាយចុងក្រោយថាសូមឲ្យដំនឹងរក្សាល្បឿនឲ្យស្រួលទៅហើយក៏មានអាប៉ែអាយក្រហមម្នាក់នៅក្រោយនឹងឆ្ងល់ថាតើលោកបងនឹងនៅតែបន្តនិយាយម្នាក់ឯងចឹងណានិយាយអំពីអីណាតែយើងមកមើលក្នុងការប្រកួតវិញយើងក៏បានឃើញដំហ្គេងនឹងអាប៉ែអាយក្រហមមិនដឹងធីមអីគេទេតែពួកគេបាននាំមុខនិយាយមើលទៅធីមអាយក្រហមជាមួយនឹងដំហ្គេងនឹងដូចប្រឹងរៀងខ្លួនអ្នកនៅក្នុងសាលាគាត់ថាអូដំកំពុងតែនាំមុខហើយយើងក៏បានឃើញវ៉េរ៉េងគាត់បាននិយាយថាតែឯងគិតដូចយើងអត់ដំនឹងអស់កម្លាំងហើយមិនអាចឈានទៅដល់ទីផ្ដាច់ព្រាត់បានទេគ្នារបស់គេក៏យល់ស្របដែរថាច្បាស់ហើយគាត់មិនគួរប្រើកម្លាំងទាំងអស់បែបហ្នឹងទេយើងមកមើលនៅក្នុងការបណ្ណាគណៈកម្មការក៏បាននិយាយថាក្រុម Monster កំពុងតែបើកបដាឆ្ពោះទៅខាងមុខហើយយើងមើលមក Monster ហ្នឹងគ្នារបស់ពួកគេក៏ចាប់ផ្ដើមបន្ថែមល្បឿនហើយវ៉ាទាំងមីនូទៀតផងមីនូគាត់គិតក្នុងចិត្តថាទីបំផុតក្រុម Monster ចាប់ផ្ដើមផ្លាស់ទីហើយគាត់ក៏ខំប្រឹងជីដូចគ្នាគណៈកម្មការក៏បាននិយាយអ្នកជីទាំងអស់គឺចាប់ផ្ដើមបោះជំហានទៅខាងមុខហើយឥឡូវគឺជិតដល់ទីផ្ដាច់ព្រាត់ហើយធីមអៅសនឹងក៏បានស្រែកថាលឿនឡើងកុំចូលមកក្រោយគេសមាជិករបស់គេម្នាក់ទៀតថាខ្ញុំដឹងហើយអាល្ងងនឹងវាបានតែមួយផ្លែតទេគេនិយាយនឹងប្រហែលជាថាឲ្យដំហ្គេងអីចឹងណាដោយសារតែដំហ្គេងគាត់ប្រើកម្លាំងច្រើនចឹងហើយជិតដល់ទីផ្ដាច់ព្រាត់ប្រកាសជាអស់កម្លាំងហើយគេគិតចឹងហើយយើងក៏បានឃើញដំហ្គេងជាមួយនឹងមីនូក៏គាត់ខំប្រឹងខ្លាំងមែនតើមិនតែពីរអ្នកហ្នឹងទេគឺទាំងអស់គ្នាតែម្ដងតែនៅពេលនេះយើងក៏បានរើមុខឃើញអ្នកចាញ់ម្នាក់ទៀតហើយគឺជាក្រុម GT ដោយសារតែគេបានចូលមកដល់ទីផ្ដាច់ព្រាត់ក្រោយគេចឹងហើយត្រូវបានដកចេញគ្រប់3នាក់ល្មមតែម្ដងលើនេះអ្នកគ្នាអាចមើលបានគឺ3នាក់ហ្នឹងត្រូវបានដកចេញក្រុម Stabilize គឺត្រូវបានដកចេញម្នាក់ក្រុម GT ត្រូវបានដកចេញទាំងពីរចឹងក្រុម TG គឺត្រូវបានដកចេញទាំងអស់តែម្ដងដោយសារតែចាញ់ម្ដងពីរនាក់ចឹងគឺអស់សិតហើយប្រហែលជាអស់ទាំងក្រុមតែម្ដង
តែនឹងគ្រាន់តែជុំទី1នៃការប្រកួតទេគឺនៅសល់ចំនួន2ជុំទៀតគឺជីនឹងប្រហែលជារង្វង់3ជុំអញ្ចឹងណាដោយសារតែគណៈកម្មការបាននិយាយថាមិនអីទេឥឡូវនេះដោយនៅសល់2លើកទៀតអ្នកជីកំពុងតែបង្កើនល្បឿនមិនឈប់ឈរនោះទេហើយយើងឃើញមែនយើងឃើញមីនូរបស់យើងខំប្រឹងខ្លាំងមែនតើតែអ្នកដែលខំប្រឹងខ្លាំងជាងមីនូទៀតនោះគឺដំហ្គេងអាពេលឲ្យក្រហមថាស្អីគេបរិមម្នាក់នេះនៅតែបន្តជីទៅមុខទៀតរបៀបថាគេភ្ញាក់ផ្អើលដែរដោយសារតែឃើញដំហ្គេងរបស់យើងកម្លាំងអត់ងាយអស់នោះទេសូម្បីតែធីមពាក់អាវពណ៌សក៏គេរៀងភ្ញាក់ផ្អើលដែរហើយពាក្យរបស់គេនឹងបើសិនជាឲ្យអត់មានបកស្រាយប្រកាសជាវល់តែម្ដងអាល្ងងនោះប្រកាសជាហត់នឿយខ្លាំងពេញទំហឹងហើយក្នុងពេលជិះមួយរង្វង់មិញហ្នឹងប៉ុន្តែគេស្ថិតនៅក្នុងរបៀប berserker អ្នកគ្នាអាចស្រាវជ្រាវខ្លួនឯងបានតែមាននិយាយសង្ខេបឲ្យគឺថាពាក្យ berserker ហ្នឹងគឺមានប្រភពមកពីប្រវត្តិសាស្ត្រ nurse berserker គឺជាអ្នកប្រយុទ្ធដែលបញ្ចេញការប្រយុទ្ធយ៉ាងកម្រិតខ្ពស់ហើយពេលខ្លះគឺស្ថិតក្នុងអាកប្បកិរិយាដែលមិនអាចគ្រប់គ្រងបានពាក្យ berserker វាបង្ហាញអំពីទឹកចិត្តយ៉ាងខ្លាំងនៅក្នុងការប្រយុទ្ធអញ្ចឹងបកស្រាយងាយៗយល់គឺថាដំហ្គេងរបស់យើងហ្នឹងគឺគាត់មានទឹកចិត្តក្នុងការប្រណាំងគឺគាត់ចង់ឈ្នះខ្លាំងអីចឹងទៅគឺគាត់ខំប្រឹងមកអស់ពីសមត្ថភាពតែម្ដងគឺដល់ថ្នាក់អាចគ្រប់គ្រងខ្លួនឯងបានអីចឹងទៅយល់អត់បាទលើយើងពិតជាឃើញដំហ្គេងគាត់ខំប្រឹងជិះខ្លាំងមែនតើហើយនៅពេលនោះម្នាក់ដែលជាសមាជិកនៃក្រុម Monster ក៏បានសួរទៅ Monster ថាលើនឹងនៅសល់2លើកទៀតតែឯងចង់ធ្វើអីគេវាថានៅសល់2ជុំទៀតចឹងណាសួរទៅ Monster នឹងចង់ធ្វើម៉េចហើយយើងក៏បានឃើញវាងយ៉នគេហៅឈ្មោះរបស់គ្នាគេចឹងណាថាហាក់យិនសឹកអធិស្ឋានបើសិនជាមានអានខុសដោយសារតែមិនសូវចេះអានឈ្មោះកូរ៉េទេគេថាហ៎វាងយ៉នថាយើងមានល្បិចតិចតួចជាមួយនឹងអាពុកមាត់ហ្នឹងដែលកំពុងជិះយ៉ាងលយនៅមុខហ្នឹងឯងចូលទៅបុកវាទាំងពីរនេះឲ្យដួលទៅគ្នារបស់គេថាស្អីគេឯងចង់ឲ្យយើងនឹងដួលក្នុងការប្រណាំងជាមួយនឹងអាមួយហ្នឹងមែនវាងយ៉នថាយ៉ាធ្វើវាសម្រាប់ក្រុមយើងនៅក្នុងការប្រណាំងនេះរហូតដល់ចប់យើងកាត់មកក្នុងសាលាសិស្សនៅក្នុងសាលាហ្នឹងគាត់ថាអូមីនូចាប់ផ្ដើមបើកការវាយប្រហារឥឡូវហ្នឹងម្នាក់ពាក់អាវក្រហមថាវ៉ាវនេះគឺអែមណាចុះបើសិនជាមានណាម្នាក់ហោះម្ដងទៀតហើយយើងក៏បានឃើញម៉ៃនឹងមើលឡើងភ្លឹកមកឥឡូវហ្នឹងយើងក៏បានឃើញមីនូគាត់គិតក្នុងចិត្តថាចាមិតនៅក្នុងស្ថានភាពបែបនេះខ្ញុំត្រូវតែ support មីនូពីក្រោយច្រឡំអ្នកគ្នាគឺគាត់ត្រូវតែ support ដំពីក្រោយគាត់ក៏បានសុតកង់របស់គាត់បន្តទៀតហើយយើងក៏បានឃើញដំហ្គេងគឺគាត់ខំប្រឹងខ្លាំងមែនតើអសក្រហមហ្នឹងគឺជីដូចនរកអញ្ចឹង EP ទី60គឺកាត់ចោលតែត្រឹមហ្នឹងយើងចូលមក EP ទី61បើក EP ហ្នឹងយើងក៏បានឃើញនៅពេលដែលវាងយ៉នប្រាប់គ្នារបស់គេឲ្យបុកដំហ្គេងម្នាក់ហ្នឹងគេកំពុងគិតអំពីពាក្យហ្នឹងហើយឥឡូវហ្នឹងគេចាប់ផ្ដើមជីទៅហើយឥឡូវហ្នឹងក៏បានជីវ៉ាអ្នកពាក់អាវក្រហមជាមួយនឹងអាវសហើយវាងយ៉នក៏គេបានឃើញដែរឥឡូវហ្នឹងគណៈកម្មការក៏បាននិយាយអំពីដំហ្គេងសម្រាប់ជុំទី2ឥឡូវនេះដំហ្គេងដែលមកពីក្រុម Hummingbird កំពុងតែនាំមុខគេចំណែកឯអ្នកជីផ្សេងទៀតកំពុងតែបោះជំហានដេញតាមគាត់ពីក្រោយនៅពេលនោះមីនូក៏បានគិតក្នុងចិត្តទៀតហើយថាដំហ្គេងរបស់យើងនឹងជីដូចឈួតចឹងគឺអត់បានគិតអីទេចឹងហើយនៅពេលដែលចិត្តដល់ទីផ្ដាច់ព្រាត់នឹងប្រកាសជាចាញ់គេហើយវាថានៅ2ជុំទៀតនោះមើលដល់ជុំទី3នឹងគឺគាត់អស់កម្លាំងចឹងហើយគេនឹងដេញតាមគាត់បានមីនូក៏និយាយទៀតថាតែបើសិនជាដំអាចរក្សាទម្រង់របស់គាត់នឹងជីទៅដល់ជុំទី3បានគឺថាទោះបីជាមិនបានលេខ1ក៏ដោយយ៉ាងហោចណាស់ក៏ពួកគេមិនត្រូវបានដកចេញដែរលើមីនូជាមួយនឹងគ្នារបស់វាងយ៉នដែលចង់ទៅផ្ដួលដំហ្គេងនឹងកំពុងជីស្មារតីគ្នាល្អខ្លាំងមែនទែនគ្នារបស់វាងយ៉ននឹងក៏ស្រែកថាអាពុកមាត់នោះមីនូក៏ចាប់ផ្ដើមចាប់អារម្មណ៍ទៅលើម្នាក់ហ្នឹងយូរមើលទៅគាត់ចាប់ផ្ដើមយល់បដាហើយគ្នារបស់វាងយ៉នហ្នឹងក៏ចាប់ផ្ដើមជីឲ្យស្មើជាមួយនឹងដំហ្គេងស្រួលគៀមីនូក៏បានស្រែកប្រាប់ដំហ្គេងថាដំប្រយ័ត្នខាងស្ដាំដំហ្គេងសួរអីគេនៅពេលដែលគាត់បានងាកមើលស្ដាំទៅអាមួយហ្នឹងគឺរកគៀគាត់ហ្នឹងឯងគេបាននិយាយថាសូមទោសផងប៉ុន្តែយើងត្រូវតែចាញ់ជាមួយគ្នានៅថ្ងៃនេះហើយគេក៏បានជីមកគៀដំហ្គេងយើងមើលមកហ្នឹងគឺមានអ្នកស្លុតចិត្តច្រើនខ្លាំងមែនតើមិនថាអ្នកដែលនៅក្នុងការប្រណាំងផ្ទាល់និងអ្នកដែលមើលតាមទូរទស្សន៍នៅសាលានោះទេមាន Mai Sally Winnie June ឬក៏ Jay ហ្នឹងគឺសិតតែភ្ញាក់ផ្អើលហើយប៉ុន្តែព្រឹត្តិការណ៍អាចនឹងមិនដូចអ្វីដែលយើងគិតនោះទេដោយសារតែយើងបានឃើញនៅក្នុងភ្នែករបស់ដំហ្គេងហ្នឹងគឺបានឃើញមីនូរបស់យើងជីកគៀទៅអាមួយហ្នឹងវិញគឺគាត់បានការពារដំដោយជីផ្ដួលខ្លួនឯងជាមួយនឹងគ្នាបវាងយ៉នហ្នឹងគ្នាបវាងយ៉នហ្នឹងជួយស្អីគេគេភ្ញាក់ណាមីនូរបស់យើងលះបង់ខ្លាំងមែនតើហើយឥឡូវពួកគេទាំងពីរនាក់ហ្នឹងក៏បានដួលកង់ជាមួយគ្នាដំហ្គេងក៏បានស្រែកមីនូហើយយើងមើលមកមុខមីនូនឹងគឺត្រូវអុកជាមួយនឹងដីពេញតែម្ដងចំណែកឯម៉ៃវិញគឺស្លុតចិត្តខ្លាំងមែនតើនាងក៏បាននឹកឃើញដល់មីនូនៅពេលដែលសារភាពដាក់នាងនឹងខ្ញុំនិយាយថាខ្ញុំចូលចិត្តនាងគ្រាន់តែសន្យាជាមួយខ្ញុំរឿងមួយខ្ញុំនឹងប្រើកម្លាំងទាំងអស់ដែលខ្ញុំមានដើម្បីឈ្នះការប្រណាំងនៅថ្ងៃស្អែកដូច្នេះខ្ញុំចង់ឲ្យនាងទៅសាលានៅថ្ងៃស្អែកហើយចាប់ផ្ដើមធ្វើអ្វីៗតាមធម្មតាវិញកុំធ្វើជាទន់ខ្សោយដោយការមុនទៀតបាទទីបំផុតគឺយើងដឹងហើយអំពីពាក្យសន្យារបស់មីនូមុនចាប់ផ្ដើមការប្រកួតនឹងមីនូក៏បាននិយាយអំពីរឿងសន្យាជាមួយម៉ៃដែរតែមីណាត់ដឹងហើយគិតថាស្មានតែខ្លួនឯងនឹងភ្លេចអីចឹងណាលើយើងកាត់មកពេលបច្ចុប្បន្នវិញយើងក៏បានឃើញឈាមរបស់មីនូស្រក់នៅលើផ្លូវគឺថាគាត់បែកក្បាលទៀតហើយអ្នកគ្នាអើយក្បាលរបស់គាត់នឹងត្រូវរបួសរហូតមកទើបតែត្រូវមកឈើថ្មីនឹងសោះលើមីនូក៏បានដោះមួកនឹងចេញមិនដឹងថាជាការពារអីទៀតទេបើគាត់បែកក្បាលបាត់ហើយគាត់មិនបានបោះបង់ការជីរបស់គាត់នោះទេគាត់ក៏បានឡើងកង់ជីបន្តទៅមុខទៀតចំណែកគ្នារបស់វាងយ៉នក៏បានថាតែឯងកំពុងព្យាយាមដេញតាមពួកគេម្ដងទៀតមែន
យ៉ាងណាក៏ដោយពួកយើងទាំងពីរត្រូវបានគេដកចេញហើយមិនភ្លេចចោលទេតែមីនូក៏មិនទាន់បានអស់សង្ឃឹមនោះទេគាត់ក៏បន្តជិះទៅមុខទៀតទាំងដែលហូរឈាមពេញនឹងតែម្ដងហើយលើនេះយើងក៏បានឃើញវាងយ៉នគាត់ជិះមកគៀកជាមួយនឹងដំហ្គេងហើយដំហ្គេងក៏មើលទៅមុខចំណែកវាងយ៉នក៏បាននិយាយថាអាល្ងងនោះយើងប្រាប់ឲ្យកំចាត់អាក្មេងពុកមាត់នេះបែបជាទៅកំចាត់ខុំមនុស្សហើយពួកគេក៏នៅតែបន្តជិះទៅមុខទៀតលើកាមេរ៉ាដ្រូនក៏បានចាប់យករូបមីនូជាមួយនឹងគណៈកម្មការក៏បាននិយាយថាអ្នកជិះលេខ51មីនូយ៉នគឺចាប់ផ្ដើមការបណ្ណាំងរបស់គាត់ម្ដងទៀតបន្ទាប់ពីគ្រោះថ្នាក់របស់គាត់បន្ទាប់ពីគាត់គ្រោះថ្នាក់និយាយចេះវិញមិនត្រូវអ្នកដែលបានមើលការប្រកួតនៅក្នុងសាលាក៏កំពុងតែឈរមើលដែរចំណែកគណៈកម្មការក៏បាននិយាយទៀតថាមានគម្លាតដ៏គួរឲ្យកត់សម្គាល់រវាងគាត់និងអ្នកបណ្ណាំងផ្សេងទៀតប៉ុន្តែគាត់កំពុងតែបណ្ណាំងរហូតដល់ទីបញ្ចប់វាថាមីនូរបស់យើងនឹងគឺមានគម្លាតឆ្ងាយពីអ្នកដទៃទៀតខ្លាំងមែនទែនតែគាត់នឹងនៅតែបន្តខំប្រឹងរហូតដល់ទីបញ្ចប់អ្នកគ្នាកុំប្រកាន់អីឲ្យមានខំប្រឹងបញ្ចូលសលេងគឺបែកសលេងចឹងឯងបើនិយាយមួយគឺវាអត់សូវមានជាតិចឹងណាដោយសារតែការប្រកួតកំពុងតែស្វឹកស្វាញចឹងនិយាយមួយអត់កើតនោះទេលើអ្នកដែលបានមើលនឹងក៏ភ្ញាក់ផ្អើលជាមួយនឹងមីនូខ្លាំងមែនតើពួកគេក៏បានបារម្ភអំពីមីនូដូចគ្នាតែមិនបាច់និយាយអំពីម៉ៃនោះទេយើងដឹងតែបារម្ភអីក៏បាននិយាយឈ្មោះរបស់មីនូហើយយើងមើលមកមីនូគាត់ខំប្រឹងជិះទាំងក្បាលរបស់គាត់កំពុងតែហូរឈាមហ្មងអ្នកថតមិនបណីទេក៏បានឈានចូលមកថតបានទៀតលោកពិតជាអស្ចារ្យណាស់មីនូនៅសល់តែមួយជុំទៀតទេនៅចាំអីទៀតហើយយើងក៏បានឃើញមីនូមើលទៅគាត់នឹងគឺខំប្រឹងខ្លាំងមែនតើចំណែកឯជូនក៏បាននិយាយថាគាត់ត្រូវតែដឹងថាវាពិបាកក្នុងការដេញតាមក្រុមដទៃទៀតដោយសារតែមានគម្លាតធំរវាងពួកគេលើពួកគេគឺចិត្តមកដល់ទីផ្ដាច់ព្រាត់ម្ដងទៀតហើយគណៈកម្មការក៏បាននិយាយថានៅពេលនេះពួកគេបានមកដល់វគ្គទីផ្ដាច់ព្រាត់លើកទី2ហើយអ្នកជិះលេខ84ដែលជាដំហ្គេងមកពីក្រុម Hummingbird កំពុងតែនាំមុខហើយលើនេះសល់តែបន្តិចទៀតទេយើងក៏បានឃើញវាងយ៉នគេជិះមកគៀកជាមួយនឹងដំហ្គេងដែរហើយតែដំរបស់យើងក៏បានងាកមើលមីនូពីក្រោយដោយសារតែមីនូបានហៅថា Hey Bandit នឹងគឺជាបងដែលបើលើពុកមាត់គាត់អានឹងមហាសនាមគាត់ណាមីនូគឺស្រែកមកពីក្រោយនឹងថារឿងចុងក្រោយគឺនៅក្នុងដៃរបស់ឯងហើយយើងមើលមកកែវភ្នែកដំហ្គេងទៅគឺជាទំនួលខុសត្រូវរបស់គាត់ទៀតហើយនៅពេលនេះពួកគេក៏បានជិះកាត់វគ្គជុំទី2រួចរាល់តែយើងក៏បានឃើញម្នាក់ពាក់អាវក្រហមនឹងគឺមករៀងក្រោយគេអ្នកបន្ទាប់ទៀតគឺជាមីនូរបស់យើងនឹងឯងគឺគាត់មកពីក្រោយគេដូចគ្នាដូច្នេះ3អ្នកទៀតហើយដែលត្រូវបានដកចេញពីក្រុមនោះគឺមីនូអាពាក់អាវពណ៌ក្រហមជាមួយនឹង Team Go ដែលជាគ្នារបស់វាងយន្តនឹងឯងហើយមានសូមបញ្យល់អំពីការប្រកួតម្ដងទៀតដោយសារតែឥឡូវគឺយើងយល់ច្បាស់លាស់ហើយការប្រកួតនឹងគឺបែងចែកជាក្រុមគឺក្រុម A ក្រុម B ក្រុម C អញ្ចឹងទៅហើយមួយក្រុមជ្រើសរើសគ្រូចំនួន7បានន័យថាមួយក្រុមគឺជ្រើសរើសក្រុមចំនួន7ហើយមួយក្រុមនឹងគឺជ្រើសរើស2នាក់ដែលចូលមកដូច្នេះមួយក្រុម2នាក់ហើយមួយក្រុម A នឹងគឺមាន7ក្រុមបើយើងយកមកគឺបាន14នាក់អ្នកចូលរួមតែមកពីក្រុមនីមួយៗនឹងគឺទាំងអស់14នាក់សរុបចូលគ្នាចំណែកឯច្បាប់នៃការប្រកួតនេះវិញគឺប្លែកដែរគឺថាផ្លូវវិលជុំគឺជាទីផ្ដាច់ព្រាត់បែបវិលជុំហើយមិនមែនជិះមកតែម្ដងគឺចប់នោះទេគឺត្រូវជិះ3ជុំ3តង់ហើយដល់ទីមួយជុំជំរុះ3នាក់ចោលចំណែក3នាក់ដែលត្រូវជំរុះនឹងអាចមានលក្ខខណ្ឌ2ទី1ជំរុះដោយមានគ្រោះថ្នាក់ដោយប្រការណាមួយដូចជាការធ្វើបាបគ្នាដូចមិញនឹងឯងទី2គឺមកដល់ទីផ្ដាច់ព្រាត់ក្រោយគេចឹងហើយ3នាក់នឹងក៏ត្រូវដកចេញដូចគ្នាអញ្ចឹងសរុបមកជុំជំរុះ3នាក់3ជុំជំរុះ9នាក់យក14ដក9គឺនៅសល់តែ5នាក់នោះទេដូច្នេះអ្នកឈ្នះគឺមានតែ5នាក់នោះទេហើយមកដល់ពេលបច្ចុប្បន្នហ្នឹងគឺជំរុះអស់6នាក់ហើយនៅសល់មួយជុំទៀតគឺអស់ហើយមួយជុំទៀតហ្នឹងមិនបាច់គិតច្រើនទេយើងចូលមកដល់ EP ទី62ចូលមកភ្លាមយើងក៏បានឃើញមីនូបុគ្គលិកក៏បានសួរថាពួកយើងនឹងព្យាបាលរបួសនៅលើថ្នាក់របស់ឯងដូច្នេះមកនេះមកសាមែនតែនមីនូរបស់យើងនឹងគឺត្រូវក្បាលទៀតហើយមានអារម្មណ៍ថាមីនូកាមដល់ហើយទៅមិនត្រូវមកឈើបែកក្បាលសោះឥឡូវហ្នឹងត្រូវដួលកង់បែកក្បាលទៀតយើងចូលមកមើលការប្រកួតវិញគណៈកម្មការក៏បាននិយាយចឹងទៅថាពេលនេះគឺជាវគ្គចុងក្រោយហើយអ្នកជិះដែលមកពីក្រុមនីមួយៗកំពុងប្រើកម្លាំងសេះសល់តិចតួចចុងក្រោយដើម្បីឈានទៅដល់ចុងបញ្ចប់នៃការប្រកួតនេះអ្នកជិះលេខ84ដំហ្គេងមកពីក្រុម Hummingbird កំពុងតែនាំមុខគេទៀតហើយភាពរឹងមាំរបស់គាត់ពិតជាមិនគួរជឿនោះទេគាត់កំពុងតែបន្តការវាយប្រហាររបស់គាត់មិនឈប់ឈរតទៅដល់វគ្គចុងក្រោយដោយគ្មានបង្ហាញសញ្ញានៃការអស់កម្លាំងអីនោះទេហើយនៅពេលនេះយើងក៏បានឃើញ Monsterយើងមើលមករូបនេះយើងក៏បានឃើញ Monster គាត់នៅខាងក្រោយគេហើយនៅពេលនេះវាងយ៉នក៏ចាប់ផ្ដើមវ៉ាជាមួយនឹងដំហ្គេងគាត់ចាប់ផ្ដើមភ្ញាក់តិចហើយគណៈកម្មការក៏បានថាវាងយ៉នសុយដែលមកពីក្រុម Go បានឡើងមកខាងមុខភ្លាមចំចំណុចបត់បានន័យថាគឺគាត់បានវ៉ាដំហ្គេងមកចំចំណុចបត់តែម្ដងបត់ផ្លូវបត់លើវាងយ៉ននៅតែបន្តជិះធម្មតាចំណែកគ្នារបស់គេក៏បានថាតួកង់របស់គេនឹងគឺវាអំណោយផលអីចឹងទៅអំណោយផលទៅលើរឿងសម្ពាធខ្យល់ណាហើយវាបង្កើតមកសម្រាប់កំណត់ត្រាតែម្ដងចំណែកគ្នាគេម្នាក់ទៀតក៏បានថាគេសន្មតថាវាគឺជាការទូទាត់លុយដែលគេបានជះទៅលើកង់ហ្នឹងណាចឹងហើយបានជាបានផលមកវិញខ្លាំងរបៀបចឹងណាធម្មតាអ្នកគ្នាបើសិនជាយើងប្រើលុយទៅលើរបស់ដែលថ្លៃខ្លាំងគឺវាផលមកវិញក៏វាមិនទូចដែរហើយនៅពេលនេះជូវ៉ុនក៏បាននិយាយថានិយាយអំពីប្រភេទកង់របស់វាងយ៉នណាគេថាប្រភេទកង់នឹងគឺមានភាពខុសគ្នាយ៉ាងខ្លាំងនៅពេលដែលបត់កែងអីចឹងទៅហើយមានមិនសូវយល់ទេចឹងក៏មិនបាច់ខ្វល់ដែររឿងហ្នឹងចំណែកវាងយ៉នក៏ឆ្ងល់ដូចគ្នា KMM Tel ហ្នឹងអីគេ KAMM Tel ហើយមានអត់សូវយល់ទេក៏មិនដែលស្គាល់ដែរនឹងស្អីនោះទេលើនេះជូវ៉ុនក៏បាននិយាយបញ្យល់អំពីអា KAMM Tel ហ្នឹង
គាត់ថានិយាយឲ្យសាមញ្ញទៅវាមានន័យថាកាត់បន្ថយការធន់នឹងខ្យល់និងបង្កើនប្រសិទ្ធភាពខ្យល់ដូចជា Super Car មានគ្មានយល់អីបន្តិចនោះទេលើគាត់ក៏និយាយទៀតថាបំពង់សុំធម្មតាគឺវារៀងច្បោកច្បល់ដែលបង្កើតឲ្យមានសម្ពាធខ្យល់ខ្លាំងពេលកំពុងជិះមានគិតថាមើលរូបនឹងប្រហែលងាយយល់ជាងយើងមើលមកអាក្រហមឆ្នោតនឹងគឺជាខ្យល់ណាហើយវាឆ្លងកាត់ frame ដែលជាតួកង់នឹងមើលទៅដូចជាច្បោកច្បល់ខ្យល់ពេញនឹងហ្មងអញ្ចឹងអីបានជាវាបង្កឲ្យមានសម្ពាធលើយើងមកមើល frame មួយទៀតប្រហែលជាប្រភេទ frame កង់ដូចនឹងវាងយន្តអីយើងមើលមកក្នុងរូបនឹងគឺខ្យល់រត់ចូលល្អខ្លាំងមែនតើវាថាទម្លុះខ្យល់បានហ្មងវាអត់ច្បោកច្បល់ញ៉ៃញ៉ៃធ្វើឲ្យមានសម្ពាធដល់កង់នោះទេចំណែកឯពាក្យដែលគេបាននិយាយហ្នឹងគឺបាននិយាយថាប៉ុន្តែ KAMM TEL គឺមិនអនុញ្ញាតឲ្យខ្យល់ញ៉ៃញ៉ៃនោះទេគឺវានឹងបញ្ជូនខ្យល់ថយក្រោយយ៉ាងត្រង់តែម្ដងដូច្នេះវានឹងបង្កើនប្រសិទ្ធភាពនឹងឯងដោយសារតែប្រភេទតួកង់បែបហ្នឹងធ្វើឲ្យអ្នកជិះប្រភេទតួកង់បៀបចឹងគឺនឹងមានប្រៀបជាងអ្នកជិះកង់ធម្មតាដោយសារតែវាមានភាពងាយស្រួលដល់អ្នកជិះកង់ប្រភេទហ្នឹងដូចយើងដឹងចឹងកង់ថ្លៃប្រភេទសុំវាថ្លៃចឹងទៅជំរះខ្យល់បានល្អចឹងទៅគឺប្រើកម្លាំងតិចប៉ុន្តែប្រសិទ្ធភាពខ្ពស់ដូច្នេះគឺអាចជិះវ៉ាអ្នកដទៃទៀតហ្នឹងគឺងាយតែម្ដងថែមទាំងប្រើកម្លាំងតិចជាងអ្នកជិះកង់សុំបែបធម្មតាទៀតហើយឥឡូវហ្នឹងគេក៏បាននិយាយបញ្ចប់សេចក្តីថាកង់សម្រាប់កំណត់ត្រាមានការរចនាឡើងដែលត្រូវបានអភិវឌ្ឍតាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រប្រើប្រាស់ជាច្រើនឆ្នាំយើងហត់ខ្លាំងមែនតើនិយាយអំពីកង់នេះមានមិនសូវដឹងនោះទេតែឥឡូវយើងក៏បានឃើញវាងយន្តគឺនៅមុខដំហ្គេងចំណែកឯដំហ្គេងរបស់យើងគាត់ឃើញចឹងគាត់ក៏បានខំប្រឹងជីបន្តទៅមុខទៀតជីដើម្បីវាងយន្តវិញយើងមើលមកដំហ្គេងគាត់ខំប្រឹងចង់ដាច់ខ្យល់ហើយតែយើងមើលមកវាងយន្តហេតុតែកង់គេថ្លៃដូចជាមិនសូវនោះទេដូចនិយាយមិញចឹងគឺវាប្រើកម្លាំងតិចជាងកង់ធម្មតាណាប្រភេទកង់ល្អៗគឺចឹងលើអ្នកមើលនៅក្នុងសាលាក៏បានថាវ៉ាវខ្ញុំមិនអាចជឿទេថាដំនៅតែបន្តក្នុងល្បឿនបែបនេះទៀតវាថាដំរបស់យើងនឹងគឺនៅតែខ្លាំងល្បឿនគឺនៅតែលឿនដដែលលើគណៈកម្មការក៏បាននិយាយដំហ្គេងមកពីក្រុម Hummingbird និងវាងយន្តសយមកពីក្រុមខ្មោចកំពុងតែប្រកួតប្រជែងគ្នាយ៉ាងស្វិកស្វាញក្រុមខ្មោចនៅតែបន្តនាំមុខដដែលទេឥឡូវហ្នឹងហើយនៅពេលនេះអ្នកជិះពាក់អាវពណ៌ក្រហមហ្នឹងក៏បាននិយាយថាពេលនេះមិនសល់ពេលច្រើនទៀតទេខ្ញុំមិនព្រមជិះនៅក្រោយបែបនេះទេវាថាគាត់នឹងមិនចង់នៅខាងក្រោយបែបហ្នឹងទៀតទេហើយនៅពេលនេះយើងក៏បានឃើញដំហ្គេងរៀងស្ងាត់មិនទេគាត់ក៏បានកាន់ចកោតរបស់គាត់យ៉ាងនឹងហើយនឹងបាននិយាយថាយើងមិនខ្វល់អំពីនរណាគេទេគ្មានផ្លូវនោះទេដែលយើងចាញ់ឯងហើយយើងក៏បានឃើញដំហ្គេងនឹងគាត់ជិះវាងយន្តតែម្ដងមិញនឹងប្រហែលជាគាត់និយាយថាឲ្យវាងយន្តនឹងឯងវាងយន្តគេក៏ចាប់ដើមភ្ញាក់ដែរចំណែកអ្នកមើលវិញគឺភ្ញាក់ប៉ាទៀតហើយវ៉ាគេឈួតទៀតដឹងក្មេងដែលមានពុកមាត់នោះចាប់ដើមវាគេម្ដងទៀតហើយគឺចាប់ដើមវាងយន្តម្ដងទៀតហើយយើងមកមើលនៅក្នុងការប្រកួតហ្នឹងគឺពិតជាស្វឹកស្វាញខ្លាំងមែនតើម្នាក់ពាក់អាវសហ្នឹងក៏ល្អអញ្ចឹងទៅថាអូយពេលនេះខ្ញុំវិលមកហើយខ្ញុំមានអារម្មណ៍ថាខ្ញុំនឹងបោះបង់ហើយយើងក៏បានឃើញអាពាក់អាវពណ៌បៃតងនឹងបានថាអើយពួកអានេះមាន stamina ឈ្គួតដល់កយ stamina ហ្នឹងគឺភាពធន់វាថាមិនងាយហត់តែម្ដងហ្នឹងតែនៅពេលនោះអ្នកជីពាក់អាវពណ៌សហ្នឹងក៏ចាប់ដើមភ្ញាក់ផ្អើលដោយសារតែគេចាប់ដើមឃើញក្រុមរបស់ Monster ចាប់ដើមវីលុកហើយគ្នារបស់ Monster ក៏បានថាទៅទំពាពួកគេទាំងអស់ឲ្យស្ដោះទុកមាត់ចេញមកពាក្យហ្នឹងរបៀបមើលងាយណាហើយយើងក៏បានឃើញ Monster គាត់ក៏ចាប់ផ្ដើមលេងមែនតើហើយគឺថាគាត់ចាប់ផ្ដើមបុក speed យកតែម្ដងអ្នកមើលក៏បានថាទីបំផុត Monster ចាប់ផ្ដើមធាក់ឈ្នន់ដូចឈួតហើយ crazy ទៀតហើយពេលខ្លះគឺ crazy មានន័យថាអស្ចារ្យណាម្នាក់ពាក់អាវលងាសថាត្រូវហើយមនុស្ស Lamborghini កំពុងតែដំណើរការហើយក៏មានអ្នកស្រែកច្រើនខ្លាំងមែនតើតែយើងក៏បានឃើញជេគាត់មុខស្មើនៅពេលនេះដំហ្គេងក៏បាននិយាយថាយើងនឹងខ្លាចទីជាអ្នកដំបូងគេវាយយន្តថាកុំសម័យអាឡងងតែពួកគេអត់បានមើលបិសាចដែលនៅពីក្រោយពួកគេនោះទេ Monster ក៏ចាប់ផ្ដើមវាពួកគេទាំងពីរនាក់ចូលប្រឡោះកណ្ដាលនឹងតែម្ដងពីរនាក់នឹងខំប្រជែងគ្នាចង់ងាប់តែឥឡូវនេះគឺភ្ញាក់ផ្អើលដោយសារតែ Monster ម្នាក់នោះទេ Monster គឺនៅតែខ្លាំងដដែលមើលទៅ gear របស់គាត់នឹងគឺធំដល់កហើយចំណែកឯលោកបង Johnson ក៏បាននិយាយទៅជូវុនថា Hey ជូវុនតែនិយាយអីគេខ្លះអំពី KAMM TEL មិញហ្នឹងនិយាយអីគេមិញហ្នឹងអញ្ចឹងឥឡូវអំពីបុរសម្នាក់នេះវិញរបៀបថា KMM នឹងអីគេខ្លាំងអីគេតែឥឡូវនឹង Monster បានស៊ីដាច់បាត់ទៅហើយពាក្យឌឺណានិយាយទៅចំណែកឯជូវុនក៏បានថានឹងនិយាយថាមិនទេគេខកចិត្តណាតែនៅពេលនោះពួកគេទាំង3នាក់ហ្នឹងក៏បានភ្ញាក់ផ្អើលយកតែម្ដងពីរនាក់ដែលកំពុងឈរមើលហ្នឹងម្នាក់ហ្នឹងអត់ទាន់ដឹងហេតុការញញឹមស្រស់ដល់កនិយាយអំពី Monster ចំណែកម្នាក់ទៀតវិញក៏ភ្លឹកតែម្ដងអាម្នាក់ញញឹមហ្នឹងថាហាយើងដឹងហើយ Monster តែមានណាគេអាចធ្វើបាបគេបានតែនៅពេលនោះគេក៏ភ្ញាក់ផ្អើលដែរដោយសារតែលបងដំរបស់យើងហ្នឹងគាត់ក៏បានដេញតាម Monster ពីក្រោយណាយើងមើលមក Monster គាត់ក៏ភ្ញាក់ផ្អើលខ្លាំងដូចគ្នាចំណែកអ្នកមើលវិញបាញ់និយាយទេភ្ញាក់ផ្អើលខ្លាំងយកតែមែនតែម្ដង Holy crap តើបុរសម្នាក់នោះអាចដេញតាម Monster ម្នាក់ទៀតថាវ៉ាវគ្មានផ្លូវទេហើយយើងក៏បានឃើញមីនូគាត់ងាកមើលដូចគ្នាហើយនៅពេលនេះគឺចិត្តដល់ទីផ្ដាច់ព្រាត់មែនតើហើយគណៈកម្មការក៏បាននិយាយពួកគេចាប់ផ្ដើមប្រើកម្លាំងសេះសល់ចុងក្រោយរបស់ពួកគេរត់ទៅក្នុងការប្រកួតចុងក្រោយនេះវាថាកម្លាំងម៉ានគឺដាក់ទាំងអស់ទៅហើយ
យើងក៏បានឃើញ Dom Gang គាត់ខំប្រឹងសុទ្ធខ្លាំងមែនតើ Monster ក៏គាត់ខំដែរហើយជិតដល់ពេលខ្លាំងមែនតើហើយយើងក៏បានឃើញរូប Dom Gang គាត់ខំប្រឹងខ្លាំងមែនតើ Dom Gang វាងយន្តជាមួយនឹង Monster នឹងគឺដូចតែគ្នាគឺខំខ្លាំងដូចគ្នាហើយរូបមួយស្លឹកនឹងយើងក៏បានឃើញវាងយន្តនៅក្រោយគេអ្នកទី2គឺ Dom Gang អ្នកទី1គឺ Monster អញ្ចឹងគឺថា Dom Gang របស់យើងគាត់អាចខំប្រឹងទាន់ Monster នោះទេដូច្នេះក្រុម Monster ជាប់លេខ1ក្រុម Hummingbird ជាប់លេខ2ចំណែកក្រុម The Ghost គឺជាប់លេខ3ហើយសាច់រឿងរបស់យើងក៏បានកាត់ចប់ទៅត្រឹមហ្នឹងអរគុណខ្លាំងមែនតើដែលបានមើលវីដេអូនេះតាំងពីដើមរហូតមកដល់ចប់សម្រាប់អ្នកដែលអត់ទាន់បានចុច Subscribe ឲ្យមានទេសូមជួយចុចឲ្យមានមួយផងឲ្យមាននិយាយជាប់សលេងខ្លាំងមែនតើហើយគឺ hot ខ្លាំងណាសូមជួយចុចឲ្យមានមួយផងឲ្យមាននិយាយជាប់សលេងពេកនិយាយម្ដងទៀតហ្មងទៅដែលវីដេអូរបស់យើងក៏បានកាត់ចប់ទៅត្រឹមហ្នឹងអរគុណខ្លាំងមែនតើដែលបានមើលវីដេអូនេះដល់ចប់យើងចាំជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាអ្នកទាំងអស់គ្នា